Hello សួស្តីអ្នកទាំងអស់គ្នាចា៎នេះខ្ញុំជួបគ្នាទៀតហើយចា៎អ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំចង់លើកនិយាយបន្ថែមទៀតពីរឿងយើងទិញ business asset sell អ្នកទាំងអស់គ្នាថាតើស្អីទៅគឺជា asset sell ដែលថ្ងៃមុននេះខ្ញុំបានលើកយកមកនិយាយម្ដងមកហើយប៉ុន្តែយ៉ាងណាមិញនេះខ្ញុំគិតថាវានៅតែជាចំណុចសំខាន់យកទៅចែករំលែកឲ្យបងប្អូនខ្មែរយើងជាពិសេសគឺឥឡូវហ្នឹងពួកអ្នកខ្លះចឹងទៅគាត់ចង់បើកជារបៀបហាងដូណាត់ហាងបេកូហាងអីហ្នឹងប៉ុន្តែគាត់ចង់ទៅទិញ business ដែលគេមានដើរស្រាប់ដូចអ្នកទាំងអស់គ្នាដឹងចឹងមួយរយៈហ្នឹងគឺយើងពិបាកទិញបន្តិចព្រោះដោយសារអីអ្នកទិញគឺច្រើនជាងអ្នកលក់ចាហាងដូណាត់ជាមួយនឹងហាងbagel shop ចាអញ្ចឹងមនុស្សទិញច្រើនជាងអ្នកលក់ដែលគាត់មានលក់ពួកអ្នកទាំងអស់គ្នាដឹងទេធម្មតាឥឡូវតែ business ភាគច្រើនតែគេដើរគឺគេកម្រលក់ដូចតែគេ retire ដូចតែគេលេងចង់ជប់ធ្វើឬមួយគេមានអីគាត់បើជាងហ្នឹងអញ្ចឹងណាពីព្រោះអីគឺយើងពិបាកដើរទិញ business ដែលល្អអញ្ចឹងសម្រាប់ business ដែលមានចំណូល income ខ្ពស់ភាគច្រើនគឺគេអត់សូវលក់ទេប៉ុន្តែបើសិនជាមានលក់ក៏មានគេទិញច្រើនដែរគាត់ថាបើយើងនិយាយឲ្យខ្លីទៅចាគឺហោដូណាត់ឥឡូវយើងពិបាកតិចព្រោះអត់សូវមានសបោមនុស្សលក់ច្រើនចាអញ្ចឹងពេលដែលយើងនិយាយពីពពួក asset sell ព្រោះមានបងប្អូនខ្មែរយើងខ្លះគាត់ឥឡូវហ្នឹងគាត់ open សម្រាប់ទៅទិញជាប្រភេទ business អញ្ចឹងដើម្បីគាត់យកទៅកែតម្រូវទៅជាកន្លែងហាង donut ទៅជាហាង bagel ឬមួយទៅជា business concept តែគាត់ចង់ដាក់ហ្នឹងអញ្ចឹងពេលដែលយើងនិយាយពីពួក buy asset sell ចាគឺយើង buy business ដែលគេមានលក់ហើយស្រាប់ប៉ុន្តែគ្រាន់ថាអ្នកទាំងអស់គ្នាមានជំរើសពីរអ្នកទាំងអស់គ្នាចង់ take over business ហ្នឹងពេលដែលគេលក់ហ្នឹងវាអាចថាបើសិនជា business ហ្នឹងវាជាពួក franchise ភាគច្រើនគឺគេអត់សូវលក់ទេគឺគេលក់តែរបស់របរលក់តែ contract ដូចវាថាយើងសម្រាប់ត lease សម្រាប់យើងយកទៅបន្តអញ្ចឹងយើងយកទៅបើកអីគឺសម្រាប់ចិត្តយើងមានមួយទៀតជួនកាលអ្នកខ្លះអញ្ចឹងទៅគាត់លក់ business ដែរប៉ុន្តែ business ហ្នឹងវាលក្ខណៈថាអត់មានជាចំណូលអត់មានជាលក្ខណៈ business ល្អអីទេអញ្ចឹងអ្នកទាំងអស់គ្នាពេលដែលយើងនិយាយពីពួក asset sell បើយើងនិយាយមកទៅគឺយើងអត់ទិញ business ទេប៉ុន្តែជួនកាលទៅ business ហ្នឹងវាអត់មានដូចថាជាចំណូលអត់មានអីអញ្ចឹងយ៉ាងណាមិញជួនកាលម្ចាស់ហាងគាត់អត់ខ្វល់អ្នកចង់យក business ហ្នឹងក៏បានដែរប៉ុន្តែបើយើង focus សំខាន់គឺយើងនិយាយទិញ business ហ្នឹងគឺសម្រាប់យើងយកទៅកែប្រែពីអ្វីដែលយើងចង់យកទៅបើកចាដូចអ្នកខ្លះចឹងគាត់ចង់បើកជា sandwich shop អ្នកខ្លះគាត់ចង់បើកជា boba អ្នកខ្លះគាត់ចង់បើកជា Lego ជា donut ជាអីទៅអញ្ចឹងគ្រឿងឲ្យយើងទៅទិញហាងដែលវាមានស្រាប់មានចំណូលស្រាប់អ្វីដែលយើងចង់បានគឺវាពិបាកអ្នកទាំងអស់គ្នាដឹងហើយជួនកាលវានៅឆ្ងាយជួនកាលចំណូល income ល្អជួនកាលទៅគេលក់ថ្លៃជួនកាលទៅ rent វាថ្លៃអញ្ចឹងវាចង់និយាយថាវាពិបាកនឹងយើងជ្រើសរើសប៉ុន្តែពេលដែលយើងទៅកែប្រែទិញ business មួយដែលយើងយកទៅបើកខ្លួនយើងផ្ទាល់គឺយើងអាចមានជម្រើសជួនកាលទៅយើងអាចរកចិត្តហាងជួនកាលទៅយើងរកទៅបាន renting house បានអីចឹងទៅប៉ុន្តែយ៉ាងណាមិញគឺពេលដែលយើងទិញ business នេះគឺយើងយកទៅកែប្រែជា concept របស់យើងដូចជាខ្ញុំនិយាយចឹងវាយកយោងទៅលើ concept អ្នកទាំងអស់គ្នាចង់បើកនេះគឺជារបបអីគេអញ្ចឹងយ៉ាងណាមិញពេលដែលយើងទៅទិញ asset sell ពេលដែលយើងទៅទិញតពី business គេយើងចង់ប្រកាសបញ្ជាក់ថាតើពេលដែលយើងទិញ business ហ្នឹងតើយើងអាចយកទៅបើកជាពពួក business ដែលយើងចង់បើកអត់ពីព្រោះ store នីមួយៗ landlord នីមួយៗ business នីមួយៗពេលដែលយើង deal ជាមួយ city គឺវាមានច្បាប់ខុសគ្នាជួនកាលទៅគេតម្រូវឲ្យយើងមានចេះអញ្ចឹងជួនកាលហាងហ្នឹងវាអត់មានទេជួនកាលវាមាន hood ដែរប៉ុន្តែ hood របស់វាគឺអត់សម្រាប់យកទៅកន្លែងបើកហាង donut ទេព្រោះហាង donut គឺជាពពួកជៀនគឺដឹងស្រាប់ថា donut គឺ 100% គឺយើងជៀនទៅទាំងអស់អញ្ចឹងជួនកាលវាអាចលក្ខណៈថាលូលក្ខណៈថាជាតិខ្លាញ់ជាតិអីហ្នឹងវាអាចកំពុងលូកំពុងអីវាគ្រប់គ្រាន់ទៅលើអ្វីដែលយើងធ្វើអញ្ចឹងយើងត្រូវធ្វើ homework ទាំងអស់ហ្នឹងមុននឹងយើងសម្រេចទិញ business ហ្នឹងព្រោះអីធម្មតាតែយើងសង្ហេជាប់កងត្រាជាប់អីហើយអញ្ចឹងយើងអាចដកបានសម្រាប់យើងកែប្រែទៅលេងពួយយើងអាចយកទៅកែជាហាង donut បានឬមួយអាចយកទៅកែជាហាង bagel បានចង់និយាយថាបានដែរប៉ុន្តែយើងត្រូវ go through process សុំ permit ត្រូវធ្វើទៅតាមច្បាប់អញ្ចឹងវាអាចលក្ខណៈថា business នេះយើងគិតថាយើងយកទៅយើងបើកស្រួលប៉ុន្តែយើងប្រហែលជាតម្រូវធ្វើចំណាយច្រើនទាំងពេលវេលាទាំងលុយកាក់ទាំងអីវាទៅជាមានការខកខានមួយអញ្ចឹងពេលដែលយើងទិញពពួក asset sell បានថាគេមានមិនគឺយើងអញ្ចឹងបើសិនយើងចង់យកទៅកែប្រែឲ្យយកមកត្រឹមត្រូវជាមួយរបស់យើងគឺប្រហែលជាយើងត្រូវការចំណាយលុយត្រូវការតាក់ទងជាមួយនឹង series ជាមួយ landlord ជាមួយអីអញ្ចឹងវាអាចទៅជាការជាក្បាលអញ្ចឹងពេលដែលភាពខុសគ្នារវាង build out ជាមួយនឹងយើងទិញ asset sell ធម្មតាវាមានច្បាប់ approve ឲ្យស្រាប់ហើយទៅរឿង restaurant រឿងអីហ្នឹងអញ្ចឹងយើងអត់ build background ទេអញ្ចឹងយ៉ាងណាមិញវាងាយស្រួលជាងប៉ុន្តែក៏វាជា process ដែលយើងត្រូវ go through ដែរហើយជួនកាលវាតាមលក្ខណៈខ្លះពេលយើងទិញ asset sell យើងកម្រនឹងបានសុំម្ចាស់ landlord ឲ្យជួយអីតែបើសិនជាយើង build from scratch ហ្មង build from start ដំបូងវាអាចមានករណី landlord គេមានបន្ទូបន្ថយមានអីទៅតាមហ្នឹងទៅចាអញ្ចឹងសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាចាំជួបគ្នានៅក្នុងវីដេអូក្រោយអរគុណបាយបាយ